Wow! Yummy ខែនេះខែថៃស្ដាយហើយបងប្អូនដោយសារខែនេះខែទឹកឡើងអញ្ចឹងថៃស្ដាយសបោហើយអ្នករស់នៅតាមដងទន្លេមេគង្គគេដឹងហើយក៏ទិញមួយមកជិត3គីឡូមិនដឹងធ្វើអីក៏ពុកថាជៀនជួនអញ្ចឹងជៀនជួនមួយមុខទៅហើយមាននៅសល់ខ្លះទុកក្នុងទូទឹកកកទុកគ្រាន់ធ្វើអីផ្សេងទៀតអញ្ចឹងណាហើយដំបូងជៀនថៃវាឲ្យឃាមយកតែ4កងមកទេយកមកជៀនសម្រាប់ម្ហូបមួយពេលអញ្ចឹងណាហើយយើងជៀនថៃរួចហើយយើងជាឆាខ្ញីឆាវាអំពងវាឲ្យឆ្អិនរៀងឃាមល្មមហើយដួសទុកម្ដុំសិនអញ្ចឹងទៅក៏ចាប់ផ្ដើមចាក់សៀងចូលឆាវាឲ្យវាឈ្ងុយហើយបានយើងចាប់ផ្ដើមដាក់ទឹកត្រីដាក់ស្ករដែលសារខ្ញុំអត់អំបិលទៀតទេសៀងប្រៃហើយខ្ញុំដាក់តែទឹកត្រីប៉ុណ្ណឹងហើយនឹងស្ករមកលភាមកកូរវាឲ្យឈ្ងុយហើយបានដាក់ថៃចូលកូរវឹកមកសន្ទុះមកបានដាក់ខ្ញីកូរឲ្យចូលជាតិសព្វគ្រប់ហើយទុកចំក្រោយគឺស្លឹកខ្ទឹមនេះរួចរាល់ហើយម្ហូបជៀនជួនត្រីស្ដាយណាបងប្អូនណាធ្លាប់ញ៉ាំជៀនជួនត្រីស្ដាយតែកូនខ្ញុំអត់ចេះញ៉ាំទេបងប្អូនអើយបានតែត្រីជៀនធម្មតានេះទេអរគុណសម្រាប់ការមើលវីដេអូខ្ញុំ